នគរខ្មែរឬអាណាចក្រខ្មែរគឺជារដ្ឋបុរាណដ៏មានអំណាចមួយនៅអាស៊ីអាគ្នេយ៍ដែលចាប់ផ្ដើមកើតមានប្រហែលសតវត្សទី6ដល់7ក្រោយគ្រិស្តសករាជមុនពេលក្លាយជាអាណាចក្រធំប្រទេសខ្មែរមានរដ្ឋតូចៗដូចជានគរហ្វូណននិងបន្ទាប់មកនគរចេនឡាហ្វូណនគឺជារដ្ឋដំបូងដែលមានអរិយធម៌ខ្ពស់មានពាណិជ្ជកម្មជាមួយឥណ្ឌានិងចិនហើយទទួលឥទ្ធិពលវប្បធម៌ឥណ្ឌាដូចជាសាសនាព្រះព្រហ្មនិងព្រះវិស្ណុបន្ទាប់មកចេនឡាបានឡើងជំនួសហើយក្លាយជាមូលដ្ឋានសម្រាប់ការបង្កើតអាណាចក្រខ្មែរនៅឆ្នាំប្រហែល802មុនគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី2បានប្រកាសខ្លួនជាព្រះមហាក្សត្រនិងប្រកាសឯករាជ្យពីឥទ្ធិពលជ្វានៅភ្នំគូលែនព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាជំនួយចាប់ផ្ដើមផ្លូវការនៃអាណាចក្រខ្មែរក្រោយមកព្រះមហាក្សត្រជាច្រើនអង្គបានបន្តអភិវឌ្ឍប្រទេសដោយសាងសង់ប្រាសាទធំៗប្រព័ន្ធធារាសាស្ត្រនិងទីក្រុងអង្គរក្លាយជារាជធានីដ៏រុងរឿងមានប្រជាជនរាប់សែននាក់និងជាមជ្ឈមណ្ឌលសាសនាសិល្បៈនិងវិស្វកម្មប្រាសាទអង្គរវត្តអង្គរធំនិងប្រាសាទជាច្រើនទៀតបង្ហាញពីភាពអស្ចារ្យនៃអរិយធម៌ខ្មែរនគរខ្មែរឈានដល់កំពូលអំណាចនៅសតវត្សទី11ដល់13ហើយមានដែនដីធំទូលាយគ្របដណ្ដប់លើតំបន់ដែលសពថ្ងៃជាប្រទេសកម្ពុជាថៃឡាវនិងវៀតណាមខាងត្បូងប៉ុន្តែក្រោយមកដោយសារសង្គ្រាមខាងក្រៅបញ្ហាផ្ទៃក្នុងនិងការប្រែប្រួលបរិយាកាសអាណាចក្រខ្មែរក៏ចាប់ផ្ដើមធ្លាក់ចុះសរុបមកការកើតមាននគរខ្មែរគឺជាលទ្ធផលនៃការរួមបញ្ចូលអរិយធម៌បុរាណកម្លាំងនយោបាយនិងបញ្ញាវិស្វកម្មដែលបានបង្កើតមរតកដ៏អស្ចារ្យមួយសម្រាប់ជាតិខ្មែររហូតដល់សព្វថ្ងៃ